បាទគ្រប់ជិបសួរអំពូមីងវិជាកសិករទាំងអស់គ្នាបាទខ្ញុំបាទខំសំណាងជាបុគ្គលិកបច្ចេកទេសនិងទីផ្សាររបស់ក្រុមហ៊ុន Lion Co ថ្ងៃនេះខ្ញុំចង់លើកបង្ហាញពាក់ព័ន្ធទៅលើសត្វល្អិតមកភ្លុងដែលវាបង្កបញ្ហាទៅដល់ស្រែចម្ការរបស់អំពូមីងណាបាទគឺមួយរយៈនេះគឺកសិករយើងបានជួបបញ្ហាមកភ្លុងតាំងពីដើមមកគឺគាត់អត់បានចាប់អារម្មណ៍ទេទៅលើបញ្ហាសត្វល្អិតមកភ្លុងនេះបាទអញ្ចឹងបើសិនជាដែលមានបញ្ហាទៅលើសត្វល្អិតមកភ្លុងហើយគឺវានឹងបង្កឲ្យស្រែស្រូវរបស់អំពូមីងហ្នឹងគឺបាត់បង់ទិន្នផលដោយការបំផ្លាញទៅលើដើមស្រូវធ្វើឲ្យលំូរដូចដើមខ្ទឹមអញ្ចឹងបាទអញ្ចឹងហើយខ្ញុំមានលទ្ធផលមួយឈ្មោះថាកាតាប95 SP បាទឆ្នាំនេះគឺវាអាចកម្ចាត់និងការពារទៅលើប្រភេទមកភ្លុងមិនតែប៉ុណ្ណឹងទេវាអាចកម្ចាត់ទៅលើពពួកតកៅស៊ីរងដើមទៀតបាទសម្រាប់ការប្រើប្រាស់ថ្នាំយើងណែនាំឲ្យប្រើ2កញ្ចប់ទៅ3កញ្ចប់ក្នុង1ហិកតាបាទសម្រាប់ការបាញ់កម្ចាត់និងការពារគឺយើងបាញ់នៅដំណាក់កាលស្រូវអាយុ15ថ្ងៃដល់25ថ្ងៃជាដំណាក់កាលល្អបំផុតក្នុងការបាញ់ថ្នាំប្រភេទសត្វល្អិតមកភ្លុងមួយវិញទៀតបើសិនជាអង្គពូមីងជាកសិករដែលបានព្រោះនៅចំខែភ្លឺណាបាទអញ្ចឹងដល់ស្រូវអាយុ15ថ្ងៃគឺចំខែរងឹតវិញអញ្ចឹងអង្គពូមីងអាចកាត់បន្ថយបានក្នុងការបាញ់ថ្នាំបានមួយវគ្គទៀតដោយសារតែការចុះបំផ្លាញរបស់មកភ្លុងគឺចុះតែខែភ្លឺទេបាទ Lion អង្គរដើម្បីកសិកម្មរីកចម្រើន